cônภาษาខ្លះទឹកចិត្តមិនបានជាមួយនឹងម៉ែក្មេងក៏មានដែរឃើញទេដល់តែទឹកចិត្តវាមិនបានជាមួយម៉ែឪក្មេងជួនកាលមករងទៅមកដែរតែវាខ្លាចវាមានដំណោះគ្រូសាខំប្រឹងអត់មកប្រត់ពីកទ្រាំមានយមអ្នកប្រាថ្នាអញ្ចឹងគាត់ទ្រាំដល់ទៅពេលទ្រាំទៅម្ដាយនោះស្លាប់បាត់ទៅវឹបបដិសារីបណ្ដោយដល់ទៅវឹបបដិសារីលេងប្តីនឹងចោលមួយគាត់ថាអូននឹងមានមិនព្រមជួយទេជួនកាលពេលខ្លះហ្នឹងបើម្ដាយនៅរស់ឪពុកនៅរស់រៀងខ្សែបគប់គ្នាក្រន់ជាបងប្អូនបកើតហើយបើថាឪពុកម្ដាយស្លាប់បាត់ទៅទៀតនោះលេងគិតពីគ្នាបណ្ដោយដោយសារអីដោយសារតែអារឹងមានរឹងក្រហ្នឹងឯងអញ្ចឹងក្នុងនាមជាគ្រូសាតែមួយមានសាច់ឈាមតែមួយរាល់ថ្ងៃហ្នឹងត្រូវមានឡានជិះផឹកសិតតែកាហ្វេប្រេនមិនមែនថាឲ្យអ្នកណាក៏ដោយតែអញ្ចឹងស្ដាប់ឲ្យកែខ្លួនជិះឡានតម្លៃថ្លៃចូលផឹកសិតតែកាហ្វេប្រេនទិញរបស់ប្រើប្រាស់ល្អចុះសន្តិសុខអ្នកដែលជួយយាមកន្លែងជាមឡានឲ្យយើងចង្អុលបង្ហាញប្រាប់ផ្លូវឲ្យយើងចេញចេះចូលចេះនេះយើងឲ្យត្រឹម10000ក្រយើងអត់ញោមក្រទេណាអត់ជូតការ៉ូហ្នឹងអត់ស្រោចស្មៅអត់អីចឹងទៅវាយើងជាចាស់ទុំដល់តែឃើញកូនចៅនឹងវាអញ្ចឹងយើងមិនសប្បាយចិត្តអីអញ្ចឹងល្ងៅខ្លះដែរដេកស្មើណាជាមួយពីតែអាសំដីល្ងៅខ្លាំងប៉ុណ្ណានិយាយច្រើនប៉ុណ្ណារៀងក្រោកគ្រិតខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែទឹកចិត្តយ៉ាងម៉េចញោមទឹកចិត្តជាឪពុកជាម្ដាយជាគ្រូមិនចង់ឲ្យកូនឬចៅនឹងទំរុនទេកូនចៅខ្លះពេលដែលមិនទាន់បានដឹងទឹកចិត្តឪពុកម្ដាយមិនទាន់មាននៅការដឹងគុណហ្នឹងណាពេលឪពុកម្ដាយហៅកុំឲ្យដេកច្រើនកុំឲ្យដើរលេងខឹងណាអាត្មាផ្ទាល់ធ្លាប់ជួបមិនលើកគេទេលើកត្រឹមសម័យដដែលលើករឿងអាត្មាតានៅតូចអាត្មាមានតាអាត្មាមួយត្រូវជាបងយាយអាត្មាបកើតហើយតាគាត់ស្រឡាញ់ណាអាត្មាមានបងប្អូន2នាក់អត់ពីឪពុកអត់ពីម្ដាយទៅនៅមួយយាយអញ្ចឹងទៅព្រលឹមឡើងគាត់ហៅអើយចៅក្រោកហើយគាត់ហៅរាល់តែព្រឹកហើយគាត់ហៅនឹងបំណងរបស់គាត់ទឹកតែយើងធំយើងដឹងថាគាត់មិនចង់ឲ្យយើងជាមនុស្សស្ពឹកទម្រុនដេកច្រើនទេក្មេងៗឥឡូវដេកនឹងម៉ោង8 9នឹងក្រោកអត់មែនទេញោមម្ដាយខ្លះហៅផងគប់ផងជះទឹកផងគោះទ្វារផងដេកចង់ងាប់ឃើញទេអញ្ចឹងហើយកូនខ្លះអត់ទាន់យល់ពីទឹកចិត្តហ្នឹងឃើញគាត់ស្ដីថាអញ្ចឹងខឹងអាត្មាផ្ទាល់ហ្នឹងខឹងតាអាត្មាខឹងដល់តែពេលគាត់ស្លាប់បាត់ទៅតាដល់បានប៊ូសបានរិនទៅបានពិចារណាមកក្រោយវិញមកអូតាមពិតអាត្មាអញផ្ទាល់ហ្នឹងជាអ្នកខឹងខុសតាតាមពិតបំណងគាត់ដែលគាត់ហៅរាល់ព្រឹកគឺថាបំណងដើម្បីទី1មិនចង់ឲ្យកូននឹងស្ពឹកទម្រុនឃើញទេមិនចង់ឲ្យកូននឹងខ្ជិលច្អូវកូនខ្លាំងខ្នងវែងខ្ជិលដេកអត់មានគិតការងារសោះណាអាត្មាជួមអញ្ចឹងមិនតែកូនញោមទេកូនចៅអាត្មានៅគាត់នឹងក៏អញ្ចឹងដែរបលឹមឡើងទៅមកក្រប2គ្រាប់អីទៅនិយាយអញ្ចឹងសុំទោសណាមិនមែនបំណងបៀតបៀនអីទេក៏ប៉ុន្តែមិនចង់បញ្ជាក់ថាជាការលើកឡើងដើម្បីឲ្យបានគិតពិចារណាហើយរៀនកែប្រែហើយនិយាយអញ្ចឹងតិចតែឡំថាបំណងបៀតបៀនអត់ទេណាបំណងបៀតបៀនណាមួយមិនមានទេប៉ុន្តែបើសិនជាកែតាមអាត្មាបានល្អមែនទេញោមជួនកាលឪពុកខ្លះម្ដាយខ្លះគាត់និយាយវាមិនកើតអញមិនលោកម្ទេសម្ដងមិនលោកម្ទេសម្ដងដាក់មកប្រាវនិយាយឲ្យកូនវាមិនកើតពេលខ្លះមិនមែនថាគាត់យ៉ាងម៉េចទេគាត់ថាក្រៃលោវាមានទឹកមាត់ប្រៃជាងពេលខ្លះកូនចៅខ្លះនៅជាមួយម៉ែឪអត់បានញោមអត់កើតទេដល់មកនៅមួយអាត្មាអត់ហ៊ានកតតទេក្អកអត់បានបងក្អកផ្ដាច់សេដ្ឋកិច្ចមិនហ៊ានកោអីច្រើនពេកតែគាត់យើងប្រាប់ណែនាំថាការរស់នៅក្នុងសង្គមមួយបើយើងនៅតែបន្តខ្ជិលច្អូសដេកច្រើនស៊ីច្រើនមិនព្រមខ្វះមិនព្រមស្វះស្វែងមិនព្រមល្វីល្វីខួរក្បាលនៅតែស្ពឹកសពុននឹងទេអូអត់កើតទេខ្ញុំត្រូវចាំថាមនុស្សកាលណាដែលចូលចិត្តដេកច្រើនហើយមិនព្រមធ្វើការងារកន្លែងដេកនឹងគឺជាគុកអត់ចិញ្ចាំងតែចាំកន្លែងនឹងអត់មែនទេណាញោមគិតមើលយើងចាស់ពីដើមអាត្មាវាមិនតាន់បានកើតតាន់ទេចាស់ពីដើមដូចប៉ិនញោមស្រីអីជាដើមខ្ញុំគិតមើលថាពីដើមឡើយបើសិនជាញោមខ្ជិលដូចក្មេងសម័យឥឡូវដេកច្រើនខ្ជិលជាអូសជាដើមនេះអាចមានទ្រព្យទេញោមអាចមានទ្រព្យទេមានទេអាចមានទេខ្ជិលម្លឹងមានឯណាកើតណាពេលខ្លះដេកច្រើនអីចឹងទៅ
ហើយតែដេកច្រើនធម្មតាការងារធ្វើស្រែចម្ការការងារលក់ដូរជួញដូរលក់ប្រែហ្នឹងហើយបើសិនជាយើងខ្ជិលយើងខំប្រឹងទេអូអត់កើតទេរស់ស៊ីអត់តន់ទេអត់មានទេជួនកាលបានតែមកគ្រប់ទៅទៀតឃើញទេអញ្ចឹងដល់តែគាត់មានបទពិសោធន៍អាកន្លែងហ្នឹងគាត់មិនខ្ជិលច្អូគាត់ថាការប្រឹងប្រែងបានទៅមានទ្រព្យគឺថាវានាំឲ្យកូនហ្នឹងវាល្អហើយអាចរកស៊ីមានទៀតហើយមើលយើងគឺមកថាអារឿងទ្រព្យសម្បត្តិទាំងអស់ហ្នឹងយើងទៅបន់ពីណាបានវាមានអ្នកតាណាឲ្យមានទេវតាណាឲ្យយើងបើយើងមិនប្រឹងខ្លួនឯងមែនទេញោមណាសងៃញោមផ្ទះនៅបណ្ដឹងក្តីឬក៏ផ្ទះដតីដីដតីលុយកាក់ដែលមានអីជាដើមនេះសួរថាមានទេវតាណាឲ្យទេមានអ្នកតាណាឲ្យទេអត់ទេបើមិនយើងប្រឹងដោយខ្លួនឯងគឺអត់ហ្នឹងឯងអញ្ចឹងបានឪពុកម្ដាយដាស់តឿនកូនណែនាំកូនដោយសារអីដោយសារតែមិនចង់ឲ្យកូនស្ពឹកទម្រុនកាលណាដែលកូនចៅប្រុសស្រីនឹងឯងរវិសរវៃការងារប្រឹងប្រែងទៅទោះបីថាវាមិនមានបបោដូចគេក៏វាមិនអត់ស៊ីដែរមែនទេញោមណាហ្នឹងឯងអាហ្នឹងគឺវាកើតឡើងចេញពីសមត្ថភាពខ្លួនឯងផ្ទាល់នឹងតែម្ដងហ្នឹងចង់ជម្រាបអញ្ចឹងបកមកក្នុងសេចក្តីនៃធម៌ដែលជាវត្តបត្តិដែលយើងត្រូវសិក្សាអំពីសកទេវរាជនឹងវិញគឺថាទី1មេត្តាបេតិភរੰចន្តុងមានន័យថាអាត្មាអញក៏បីចិញ្ចឹមមេត្តាបិតារបស់ខ្លួនឯងនឹងអស់មួយជីវិតពេលខ្លះកូនចៅខ្លះអត់យល់ពីតម្លៃរបស់មេត្តាបិតាហ្នឹងគាត់អាចផ្លូវចិត្តរបស់គាត់អាចថ្លឹងគុណនឹងអត់ស្មើទេពេលខ្លះចង់មកមើលម៉ែដែរប៉ុន្តែខ្លាចប្រពន្ធម៉ែឈឺដែរចង់មកមើលម៉ែដែរប៉ុន្តែខ្លាចលងៅជួនកាលសូមអធិស្ឋានចុះកូនភាសាខ្លះអីប៉ះក៏ជាស្រ័យអាត្មាផងណាមិនម្ដងបៀតបៀនទេកូនភាសាខ្លះទឹកចិត្តមិនបានជាមួយនឹងម៉ែក្មេងក៏មានដែរឃើញទេដល់តែទឹកចិត្តវាមិនបានជាមួយម៉ែឪក្មេងជួនកាលមករងទៅមកដែរតែវាខ្លាចវាមានដំណោះគ្រូសាខំប្រឹងអត់មកប្រត់ពីកទ្រាំមានយមអ្នកប្រាថ្នាអញ្ចឹងគាត់ទ្រាំដល់ទៅពេលទ្រាំទៅម្ដាយនោះស្លាប់បាត់ទៅបុព្វបដិសារីបណ្ដោយដល់ទៅបុព្វបដិសារីលេងប្តីនឹងចោលមួយថាអញ្ចឹងទុកក៏អត់ចំណេញដែរបានអាត្មាថាញោមឲ្យទៅបីលេងប៉ុណ្ណាក៏នៅតែប៉ុណ្្នឹងដែរបានអាត្មាថាប្រពន្ធមួយប្តីពីរចង់ការប្រមាណរោប្រមាណក៏បានដែរចុះម៉ែឪរបស់យើងមានបានមានតែមួយគូមែនទេម៉ែបកើតមានតែមួយឪបកើតក៏មានតែមួយអញ្ចឹងពេលខ្លះមិនត្រូវទុកប្តីនឹងខ្លាំងពេកទេនឹងឯងធម្មតាវាមិននិយាយអញ្ចឹងថាឲ្យត្រូវតែឆ្លោះប្រកែកទោះទេនេះទេក៏ប៉ុន្តែសូមឲ្យគាត់ចេះចែករំលែកនឹងអាការស្រឡាញ់ហ្នឹងណាម្ដាយក្មេម្ដាយបង្កើតតាណាម្ដាយក្មេក៏ដូចគ្នាអញ្ចឹងដែរត្រូវស្រឡាញ់ឲ្យស្មារតីទុកដូចជាម្ដាយអញ្ចឹងទៅនេះអានេះទៅផ្សំគូជាកូនហើយត្រូវទំនុកបំរុងឲ្យស្មើដៃអូទៀតថាម្ដាយក្មេឪពុកក្មេប៉ុណ្ណេះ$100 200ខាងបង្កើតក៏200ដែរទៅត្រូវទុកដាក់ឲ្យស្មើគ្នាដើម្បីកុំឲ្យវាផ្អៀងតែផ្អៀងមកខាងគ្រូសាតឡងនឹងហ្នឹងវាអត់ត្រូវគ្នាទេហើយតែតឡងមិនត្រូវគ្នាហើយប្តីនឹងប្រពន្ធហ្នឹងក៏អត់បានដែររស់នៅមិនអាចចុះសម្រងគ្នាបានទេអញ្ចឹងគាត់បីទំនុកបំរុងឲ្យស្មើគ្នាហើយមិនមែនតែមកពេលហ្នឹងទេណាកុំឲ្យទំនុកបំរុងមើលថែម៉ែឪទៅពេលគាត់ឈឺកូនចៅខ្លះទំនុកបំរុងម៉ែឪទៅពេលឈឺដល់ពេលហើយពីឈឺដល់ម៉ែឪថាកូនហ្នឹងម៉ែអត់លុយចាយចឹងកូនឯងឲ្យម៉ែចាយខ្លះមកហេខ្ញុំមើលម៉ែឯងថ្ងៃមុនអស់ឡើង$3-4,000ហើយឃើញទេលេងអញ្ចឹងងាប់អត់ហើយអាត្មាថាចេះអញ្ចឹង$3-4,000បើគិតអំពីទឹកចិត្តដែលការចិញ្ចឹមដេញបាច់ថែរក្សាទៅទឹកចិត្តគាត់មកកាន់យើងជាកូនកាត់ថ្លៃមិនបានទេណារឿងកូននេះណាញោមណាកូនចៅប្រស័យទាំងឡាយត្រូវនិយាយថារឿងគុណនេះអត់អាចទៅថ្លឹងថ្លែងវាស់បានតែគុណប៉ុណ្ណេះទេហើយអត់មានវិធីសាស្ត្រណាសងរួចទេរឿងគុណគឺថាការផ្ដល់កំណើតការចិញ្ចឹមបីបាច់ថែរក្សាហ្នឹងគឺថាអត់អាចដើម្បីនឹងថ្លឹងថ្លែងបានទេហើយក៏មិនអាចសងបានដែរអ្នកខ្លះហ្នឹងសងគុណម៉ែឪមិនដឹងធ្វើម៉េចធ្វើបន់ជូនម៉ែឪម្ដងហើយរួចគ្នាធ្វើបន់ឲ្យម្ដងហើយខ្ញុំម៉ែឯងគ្មានគុណអីទេមិនមែនថាអញ្ចឹងទេគាត់ថាខ្ញុំឲ្យម៉ែឯងថ្ងៃមុនអស់ហើយឲ្យអីគេកូនម៉ែដូចមិនបានចាយផងធ្វើបន់ឲ្យម៉ែឯងថ្ងៃមុននោះហើយស៊ូមើលកន្លែងបន់ខ្លះធ្វើបន់ជូនម៉ែធ្វើបន់ជូនឪហ្នឹងស៊ូថាលុយជូនគាត់នឹងប្រមាណតិចតួចណាជួនកាលចំណាយអស់ឡើង$5-6,000ម៉ែឪមិនដឹងបាន200អត់ផងបើស្រុកស្រែយ៉ាងមែនចំណាយអស់$3-4,000ជួនកាលម៉ែឪពិតប្រកបនៅប៉ុនហ្នឹងគេថាធ្វើប៉ុនកតាញ្ញូជូនម៉ែធ្វើប៉ុនបច្ច័យ4ជូនម៉ែហ្នឹងស៊ូតែម៉ែបានបច្ច័យ4ប្រមាណជួនកាលចាប់ប៉ុន20-30-40ម៉ឺន
គេឲ្យសរងមួយសម្ពុតមួយអាវមួយកសែងពេលនាមួយហ្នឹងគេធ្វើយំបេម៉ាទៅមិនថាធ្វើយំទេវាត្រូវអ្នកស្មូតបកាយស្មូតផងអាពេលកម្មាទៅគេធ្វើយំបេបែបហាក់បីដូចដឹងគុណខ្លះអញ្ចឹងអាត្មាចង់ថាឲ្យទេមែនណាពេលខ្លះបេបែបតែអាពេលហ្នឹងដល់តែពេលស្រាប់តែផុតតែពីប៉ុនហ្នឹងទៅខ្មើតហ្មងពើងទ្រុងស្អីទេញ៉ែញ៉ៃមើលតែក្មេងធុញហ្នឹងម៉ែថ្ងៃមុនធ្វើប៉ុនអស់ឡើងរាប់ពាន់ហើយសួរថាចំណាយទៅលើអីខ្លះឲ្យម៉ែបានប្រមាណ100ប្រមាណ$1000យូរកាលប៉ុនឥឡូវថែមស្រាចូលទៀតនោះអស់តែរឿងស្រាមិនដឹងស្រាប្រមាណកេះទៅថាការទៅបកកកូនទៅវាមានស្រាដល់អាប៉ុនបច្ច័យ4កតាញ្ញូជូនម៉ែក៏មានស្រានៅក្នុងនឹងដែរនឹងអស់ប្រមាណកេះអាស្រាផងផុតតែពីស្រានឹងទៅស្អីទៀតមេក្រូផងមហូបផងហើយម៉ែអើខ្លះហ្នឹងគេជូនបាយជូនទឹកតែពេលថ្ងៃប៉ុននឹងឯងអាថ្ងៃប៉ុនហ្នឹងថ្ងៃប្រហើយជួនកាលពេលខ្លះមុនលោកមកឆានគេចាត់ចែងមកថាអ្នកស្មូតណាបពិនមេដាបៃតាគេស្មូតណាម៉ែនេះយំផងបានឃើញកូនលើកមកថាមកដូចតំណងណាហូបបានប្រមាណចង់ថាឲ្យទេមែនណាហូបបានប្រមាណជួនកាលលើកឲ្យហើយជូនឲ្យឯងម៉ែនេះខំយំឲ្យកូនក៏យំដែរណាយំឡើងយំចោះដល់គេជូនតែមួយថ្ងៃហ្នឹងឯងស្អែកឡើងមកឯងធ្វើឯងទៅអញ្ចឹងដែរណាកន្លែងខ្លះអញ្ចឹងបានស្មានថាការដែលទំនុកបំរុងចិញ្ចឹមបីបាច់ថែរក្សាមេដាបៃតានេះមិនមែនតែមួយថ្ងៃទេគឺអស់មួយជីវិតបើទោះបីជាបែកគ្រួសារក្តីក៏តែអាទឹកចិត្តយើងត្រូវតែមានជាមួយនឹងឪពុកត្រូវតែមានជាមួយនឹងម្ដាយនឹងផងនឹងឯងឲ្យអ្នកស្ដាប់នឹងបន្ថយសំឡេងអីទៅដាក់កាសអីស្ដាប់ទៅណាបងហ្នឹងឯងហ្នឹងទី1ណាបងណាវត្តបត្តិទី1ទី2កុលេចេថាបច្ចាយណੰមានន័យថាស្គាល់ការគោរពចំពោះរៀមច្បងក្នុងត្រកូលគ្រួសារឪពុកម្ដាយគាត់សប្បាយចិត្តដែរបើសិនឃើញកូនចៅចេះគោរពផ្ដល់តម្លៃឲ្យគ្នាហើយកូនចៅខ្លះហ្នឹងអូយពិបាកណាស់មិនដែលទៅរੂរឿងម៉ែឪទេតែគាត់ថាមិនដែលរੂរឿងម៉ែឪធ្វើឲ្យម៉ែឪលំបាកចិត្តដោយសារខ្លួនឯងទៅរកគូនអីជេរបតិចអីម៉ែឪឬក៏វាយដំច្រាំធាក់ឬក៏មើលងាយគាត់អីទេប៉ុន្តែអារឿងបងប្អូនឯងអត់ចេះត្រូវគ្នានេះអានឹងទៅជាព្រួយចាក់បេះដូងគាត់យ៉ាងពិតប្រាកដរឿងខ្លះយើងច្រើនតែធ្វើបុណ្យជូនម៉ែមែនទេម៉ែឪស្លាប់ហើយយើងមើលធ្វើបុណ្យជូនម៉ែមិនបដិសេធទេធ្វើក៏ធ្វើទៅចោះក៏ប៉ុន្តែវាអត់បានមើលឃើញថាសម្រេចឲ្យគាត់បានសុបាយចិត្តណាប៉ុន្តែប្រសិនបើគាត់នឹងមានជីវិតអញ្ចឹងកូនប្រុសកូនស្រីអាកូនពៅអាកូនកដាលអាកូនបងទី1ទី2នឹងចេះស្រឡាញ់គ្នានេះអានឹងឯងជាបំណងរបស់គាត់ដែលគាត់ចង់បានមែនទេបំណងរបស់គាត់ដែលគាត់ចង់បានមិនមែនសង្ឃឹមទៅលើកូនចៅប្រុសស្រីធ្វើបុណ្យឧទ្ទិសឲ្យនឹងទេហើយទោះបីយើងកូនចៅប្រុសស្រីធ្វើបុណ្យឧទ្ទិសឲ្យគាត់ហ្នឹងក៏យើងជាកូនមិនអាចមើលឃើញបានដែរពេលដែលគាត់ស្លាប់ទៅហើយហ្នឹងក៏ប៉ុន្តែប្រសិនបើយើងធ្វើពេលដែលគាត់នៅមានជីវិតនេះយើងចេះស្រឡាញ់គ្នាចេះសង្គ្រោះគ្នាទៀតអានឹងរឹងរឹតតែល្អវាជាថ្នាំពៅជួយឲ្យគាត់សុខសប្បាយទៀតផងអាយុវែងទៀតផងឃើញទេកូនចៅខ្លះឆ្លោះគ្នាទិញម៉ាត់ទិញម៉ែអញ្ចឹងទៅនឹងជួនកាលប្អូននឹងមើលងាយបងប្អូនមានជាងបងក្រពេកមិនសូវចេះខ្វល់ខ្វាយមិនសូវចេះជួយគ្នាអីចឹងទៅណាបានឆ្ងាញ់តែឯងជួនកាលបើបងនឹងអាយអាយ៉ាប្អូននឹងមានមិនព្រមជួយទេជួនកាលពេលខ្លះហ្នឹងបើម្ដាយនៅរស់ឪពុកនៅរស់តែខ្សែគប់គ្នាក្រន់ជាបងប្អូនបកើតហើយបើថាឪពុកម្ដាយស្លាប់បាត់ទៅទៀតនោះលេងគិតពីគ្នាបដ ாய் ដោយសារអីដោយសារតែអារឹងមានរឹងក្រហ្នឹងឯងអញ្ចឹងក្នុងនាមជាគ្រូសាតែមួយមានសាច់ឈាមតែមួយត្រូវស្រឡាញ់គ្នាឲ្យបានល្អមែនទេត្រូវរាប់អានគ្នាឲ្យបានស្មោះសរអានឹងឯងបំណងដែលឪពុកឬម្ដាយដែលចង់បានពីកូនគឺថាឃើញកូនចៅប្រុសស្រីចេះស្រឡាញ់គ្នាទៅវិញទៅមកហើយបើសិនជាដឹងថាកូនចៅប្រុសស្រីចេះស្រឡាញ់គ្នាហើយអានឹងឯងជាការចិញ្ចឹមចិត្តណែមានលុយមានកាក់ផ្ដល់ឲ្យគាត់មួយខែ$300-400-500កូនចៅខ្លះគេរੂស៊ីមែនមានមែនទេទៅកូន4-5នាក់មួយខែឲ្យម៉ែសរុបគ្នា$2,000ក៏មានដែរប៉ុន្តែអា$2,000ហ្នឹងវាមិនមែនជាសេចក្តីសុខសម្រាប់គាត់ទេប៉ុន្តែប្រសិនបើដឹងថាកូនចៅប្រុសស្រីទាំងអស់ចេះស្រឡាញ់គ្នាចេះសាមគ្គីគ្នាជាធ្លុងមួយចិញ្ចឹមទាំងតាមផ្លូវកាយផងចិញ្ចឹមទាំងតាមផ្លូវចិត្តផងនេះអាការដែលធ្វើឲ្យគាត់សប្បាយចិត្តមិនឲ្យគាត់ខ្វល់ខ្វាយច្រើនរវាងបងប្អូនប្តីប្រពន្ធហ្នឹង
នេះឯងជាការចិញ្ចឹមចិត្តញញឹមណាស់ឆ្ងល់ឲ្យចិញ្ចឹមរាងកាយលុយបាយទឹកនំចំណីហើយឲ្យចាចិញ្ចឹមផ្លូវចិត្តចិញ្ចឹមម៉េចគឺការដែលមិនបង្ករឹងនាំឲ្យគាត់ក្តៅក្រហាយហ្នឹងឯងឆ្លោះគ្នាអីប្តីប្រពន្ធស្ងាត់ទៅជួការឯងជេរបចោគ្នាលឺផ្ទះ3ផ្ទះ4យើងពេញមិនដឹងមិនមកដែរនៅតាមស្រុកស្រែសម្បូរជេរគ្នាជួនកាលផឹកស៊ីជ្រៀងអញឡូឡាមុនបងតារាចម្រៀងអពីតារាចម្រៀងតារាជេរគ្នាអញហុយពងហើយលោកនៅចិត្តហ្នឹងជេរបរោះស្ដាប់តិចអីញោមហើយមនុស្សជេរគ្នាញោមខ្ញុំគិតមើលឲ្យជេរគ្នាមានពាក្យបរោះទេពាក្យតែជេរគ្នាហ្នឹងអត់ទេមែនទេជួនកាលពេលខ្លះហែកហ៊ូគ្នាហើយអ្នករងគ្រោះជួនកាលគ្រូសាខ្លះអ្នកដែលរងគ្រោះមិនមែនប្រពន្ធមិនមែនប្តីទេអាចារ្យឆ្នាំងហ្នឹងបែកឥតអំពើឃើញទេរងគ្រោះដោយសាររឿងចានឆ្នាំងនៅឆ្លោះគ្នាងាប់ណាងាប់តែឆ្នាំងថ្មីហ្នឹងត្រូវគ្នាវិញទិញមកដដែលឆ្លោះគ្នាចានទិញមកម្សិលមិញបោកអញប្រោសស្ដាកដាប់មាសឃើញទេអានឹងចង់បញ្ជាក់អញ្ចឹងគឺទី2នេះគឺថាត្រូវស្គាល់គោរពចំពោះរៀមច្បងផ្ដល់តម្លៃឲ្យគាត់ទៅហើយពាក្យថាការគោរពហ្នឹងគឺថាការផ្ដល់តម្លៃឲ្យការរាប់អានស្មោះស្មៅការចេះគិតគូរគ្នាហ្នឹងណាមិនពោលពាក្យធំជួនកាលពេលខ្លះអាងតែអញប៉ិននឹងបងអញដែរជួនកាលសំដីរឿងខ្មើដាក់ត្មងមានជេរស្ដីមើលងាយវាត្រូវខ្លួនឯងជាប្អូនមានទ្រព្យសម្បត្តិជាងបងផងមើលងាយហ្មងឌីលបងឲ្យស្ដាប់អត់កំណើតហើយកើតតែមើលអញនេះអញរស់ស៊ីបន្តិចគេឃើញមានទេអត់ចម្រើនទេណាអារឿងការមើលងាយបងឯងហ្នឹងអត់ល្អទេមិនល្អទេអាហ្នឹងចង់ជម្រាបជូនអញ្ចឹងណាក្នុងនាមជាកូនត្រូវមានសម្ដីពីរោះពិសាទៅកាន់ឪពុកម្ដាយផងដល់បានទេកូនហ្នឹងត្រូវមានសម្ដីពីរោះទៅកាន់ឪពុកម្ដាយទោះបីជាគាត់ទាំងឯងមូម៉ៅនឹងយើងសម្ដីសម្ដៅមិនសូវល្អអីយ៉ាងម៉េចក៏ដោយអាហ្នឹងតាមតែគាត់អញ្ចឹងទៅសម្ដីសម្ដៅគាត់មិនសូវល្អក៏តាមតែគាត់អញ្ចឹងទៅក៏ប៉ុន្តែក្នុងនាមជាកូនក្តីក្នុងនាមជាចៅក្តីឃើញទេគ្រូគ្នាជាកូនក្តីជាចៅក្តីក៏សុំត្រឹមតែថាកុំឲ្យពោលពាក្យអាក្រក់ទៅកាន់គាត់មិនបានពោលពាក្យល្អទៅកាន់គាត់ដោយពាក្យផ្អែមល្ហែមទេសូមកុំត្រឹមបន្ទោសបង្អាក់ជេរស្ដីគាត់ទៅបានហើយកូនចៅខ្លះអាត្មាធ្លាប់ជួបច្រើននៅតូចនៅចិត្តភូមិផងរបងជាមួយនឹងយូរកាលទៅចោលម្ដាយឯងជេរឪពុកឯងកប់មាត់ឯងអញ្ចឹងវាមានសេរីសុស្ដីពីណាមកវាអពមង្គលសុតសាតឃើញទេវាតែជាគ្រឿងចង្រៃតាអាចង្រៃមកពីចិត្តនឹងឯងដោយអកុសលវាគិតតែរឿងអាក្រក់ឃើញទេគិតរឿងអាក្រក់ដោយអំណាចនៃទោសៈនឹងផងខឹងម្ដាយធ្វើមិនត្រូវចិត្តដីក្រចែកឲ្យដល់ដីក្រចែកឲ្យដល់តែម្ដាយនឹងថាចាំតិចទៀតអូជាមួយជាពីរដល់បកាយយ៉ាងម៉េចឆ្លោះគ្នាជេរឯងកប់មកអញ្ចឹងទៅឃើញទេនឹងឯងអញ្ចឹងក្នុងនាមជាកូនចៅប្រុសស្រីហ្នឹងគឺថាត្រូវសមាទានពាក្យពីរោះពិសាទៅកាន់ឪពុកម្ដាយឃើញទេហើយរាល់ថ្ងៃបានសម្ដីផ្អែមដាក់គាត់ទៅនៅតែកុំឲ្យផ្អែមបង្កប់ពឹសដើម្បីផ្លំទ្របណាប្រាប់ទៅហើយកប់បីផ្ដល់នៅសម្ដីផ្អែមល្ហែមទៅកាន់គាត់ហើយសម្ដីផ្អែមល្ហែមទៅកាន់គាត់នេះមិនមែនផ្អែមតែពេលនៅមុខគាត់ទេនៅក្រោយខ្នងក៏ត្រូវផ្អែមដែរទី1ទី2ហើយក៏មិនមែនត្រូវតែនិយាយល្អចំពោះតែឪពុកឬម្ដាយរបស់យើងទេបងក្តីប្អូនក្តីប្រពន្ធក្តីកូនក្តីរហូតញាតិមិត្តចិត្តខាងក៏ត្រូវសមាទានគឺការពោលនៅពាក្យល្អទៅកាន់មនុស្សនៅជុំវិញខ្លួនដាក់បានទេញោមណាកុំឲ្យសម្ដីដូចជាអាចទាំងកថានោះគេមិនចូលចិត្តទេមែនញោមហើយម៉ែឪក៏ចឹងដែរណាបងណាសម្ដីសម្ដៅពីរោះពិសាទៅកូនចូលចិត្តបើថាសម្ដីសម្ដៅមិនសូវពីរោះទេកូនចៅហ្នឹងក៏ឃ្លាតឆ្ងាយដែរយំគិតមើលមនុស្សសម្ដីល្អច្រើនតែគេនៅចិត្តមែនទេតែបើថាសម្ដីមិនល្អរឿងក្តៅក្រហាយទេឃ្លាតតែកូនក៏ឃ្លាតដែរដោយសារតែម៉ែឯងដោយសារតែឪឯងអញ្ចឹងមកខ្ញុំទៅចិត្តចង់តែចេញនេះអាមានរឿងខឹងចាប់ដើមបន្ទោមកទៀតហ្នឹងហើយអញ្ចឹងគឺថាត្រូវប្រយ័ត្នអញ្ចឹងពាក្យនេះសរុបមកវិញចង់និយាយចំពោះកូនចៅប្រុសស្រីទាំងឡាយថាគាត់បីជាអ្នកសមាទាននៅវាចាល្អពោលនៅពាក្យល្អសម្ដីសមរម្យទៅកាន់ឪពុកទៅកាន់ម្ដាយហើយទៅគោលរៀមច្បងនឹងមនុស្សទូទៅនៅជុំវិញការរស់នៅមូលដ្ឋានរបស់ខ្លួននឹងឯងទី4បេសុណយៈបេសុណយបហាយណੰវាចាពាក្យសម្ដីនិយាយសោកសៀតសម្ដីសោកសៀតញុះញង់ឲ្យគេបែកបាក់គ្នាហ្នឹងណារាល់ថ្ងៃឈប់ប្រភ្លេចប្រភ្លោចឲ្យនៅទាំងអស់គ្នាញោមតិចហ៎សម្ដីខ្លះសម្ដីពាក្យសោកសៀតសម្ដីពាក្យ
ពាក់សម្ដីញុះញង់ឲ្យគេបែកបាក់គ្នាយើងមិនត្រូវពោលទេមនុស្សយើងខ្ញុំណាពិភពលោកនេះញោមទិញស្ដាប់ណាប៉ុណ្ណាទិញស្ដាប់ណាពិភពលោកនេះមានសន្តិភាពដោយសារមាត់ប្រទេសមួយមានសន្តិភាពគ្នានឹងគ្នាដោយសាររឿងពាក្យសម្ដីនេះភាសាការទូតហ្នឹងហើយបើភាសាការទូតតំណាក់តំណងការទូតមិនល្អហើយអូឆ្លោះគ្នាឥឡូវមកចាំថាប្រទេសមួយទេផ្ទះចិត្តគ្នាហ្នឹងតែសម្ដីចេញមកនិយាយដើមគេញុះញង់ចេះញុះញង់ចោលអូគ្មានណាគេចូលចិត្តទេគាត់តែឃើញមកទៅបិទទ្វារមកទៅណាអីជួនកាលអាគ្នានៅខំចេញហើយកែជួនកាលជួបជុំគ្នាអត់មាននិយាយរឿងណាវាចម្រើនតែការរកស៊ីជួញដូរទេជួបជុំគ្នាព្រឹបតែសម្បូរតែរឿងគេយកមកនិយាយហើយជាពិសេសអ្នកធរអ្នកអាវាមានអាកំណត់អាក្រក់មួយតែគាត់កែណានិយាយដើមគេដល់គេសួរថាម៉េចអ្នករៀនធរឲ្យចូលវត្តកាន់សិលអីនៅតែនិយាយដើមគេអញ្ចឹងខ្ញុំនិយាយកើតនៅសេចក្តីសង្វេគខូចត្មងនោះណានិយាយនោះវាគ្មាននិយាយដើមគេហើយកើតនៅសេចក្តីសង្វេគទេណែហើយជួនកាលពេលខ្លះវាមិនត្រឹមតែដើមគេទេថែមទាំងអាសម្ដីខ្លះឃើញគេចេះស្រឡាញ់គ្នានឹងនិយាយសោកសៀនជាពិសេសជីវិតប្តីប្រពន្ធនឹងតែម្ដងជីវិតគ្រួសារនឹងតែម្ដងកុំនាំភ្លើងក្រៅចូលមកក្នុងហើយកុំនាំភ្លើងក្នុងចេញទៅក្រៅហើយលោកយាយវិសាខាសមាទានរឿងទាំងអស់ហ្នឹងអត់នាំរឿងឯងទៅអត់នាំរឿងគ្រួសារទៅប្រាប់គេបើប្រាប់គេដែរត្រូវប្រាប់បុគ្គលណាដែលយើងទុកចិត្តថាអាចដោះស្រាយបញ្ហាឲ្យយើងបានហើយជាអ្នកម៉ត់ខ្ជិបកុំឲ្យម៉ត់វែងមើលត្រីសដាយមិនល្អទេអាម៉ត់វែងហ្នឹងពិបាកណាស់មនុស្សយើងពេលខ្លះម៉ត់តែប្រវែងហ្នឹងខ្ញុំណែហាអស់ធំឲ្យយ៉ាងវែងហ្នឹងចាស់កពស់ប៉ុណ្ណឹងវែងប៉ុណ្ណឹងមកថាធំជាងហ្នឹងវាអាចដាក់10ទឹកសុទ្ធមួយចូលនឹងអស់ធំហើយប៉ុន្តែអាម៉ត់ប៉ុណ្ណឹងវែងជាងផ្លូវ highway ជាតិលេខ5ហ្នឹងទៀតខ្ញុំមកខ្លះវែងជាងនឹងតែឆ្លៀងអាចម៉ត់ហ្នឹងអាចឈានដល់ក្រៅប្រទេសសម្ដីសោកសៀតសម្ដីញុះញង់អញ្ចឹងបានថារឿងការរស់នៅនេះណាសូមកូនចៅប្រស័យទាំងថាសូមកុំឲ្យចេះតែជឿនៅពាក្យសម្ដីអ្នកដតីជួនកាលគេឃើញយើងត្រូវគ្នាគេអត់ពេញចិត្តគេពោលពាក្យញុះញង់ហើយយើងក៏មិនចូលចិត្តឲ្យគេពោលពាក្យញុះញង់ឲ្យយើងបែកបាក់គ្នាដែរអញ្ចឹងបើយើងមិនពេញចិត្តក្នុងការមិនចង់ឲ្យដតីពោលពាក្យញុះញង់មកកាន់យើងទេយើងក៏ត្រូវតែមិនគូមិនត្រូវពោលពាក្យញុះញង់បំបែកបាក់អ្នកដតីដែរស្ដាប់បានទេចឹងញោមទាំងអស់គ្នាកូនចៅប្រស័យស្ដាប់បានទេហ្នឹងឯងខ្ញុំសូវប្រកែពីរឿងសោកសៀតហ្នឹងផ្លែផ្កាឌឺដងញុះញង់ឃើញគេត្រូវគ្នាមិនបានទេជួនកាលនិយាយចេះនិយាយចុះហើយអាអ្នកថាឲ្យគេនិយាយខ្ញុំជិះមើលបើគាត់ចង់និយាយតែគាត់ពោលពាក្យរបស់គាត់ស្ដាប់មើលព្រះអង្គជំនាញខ្ញុំមើលជួនកាលឃើញប្តីប្រពន្ធគេត្រូវគ្នាគាត់វាមិនពេញចិត្តផងណាឃើញប្តីគេមកដើមនិយាយប្រពន្ធឯងមិនដែររាល់ថ្ងៃហ្នឹងហើយថាបាទប្រពន្ធខ្ញុំមិនដែរបងអញចង់និយាយអាមិនចង់និយាយដើរចេញហើយអាមិនចង់និយាយដើរចេញហើយអាយើងជាប្តីវាស្រឡាញ់ប្រពន្ធណាខ្លាចលោកប្រពន្ធវាមិនល្អមិនបងមិនអញមិននិយាយឲ្យឆ្លោះគ្នាមិនចង់ឲ្យគេឆ្លោះគ្នាទេមិនទៅតើកឲ្យទៅអីមែនញោមមនុស្សខ្លះអាក្រក់ម៉ត់ហ្នឹងតែហ្មងមានម៉ត់ហ្នឹងចង្រៃដោយសារម៉ត់ហ្នឹងតាឃើញគេត្រូវគ្នាមិនបានទេពោលពាក្យអញ្ចឹងដល់តែលើកនិយាយមកហើយកុំមកប្រាប់ប្រពន្ធហែងណាហើយតែកុំមកប្រាប់ប្រពន្ធហែងហើយតែនិយាយមកហើយមិនញោមប្តីដែលនៅស្ងៀមនឹងគ្រូសានៅគ្នាបែកបាក់សាមគ្គីដោយសាររឿងពាក្យសម្ដីនឹងឯងអញ្ចឹងមកថាធ្វើជាមនុស្សត្រូវចាំថាធ្វើជាមនុស្សសូមកុំឲ្យត្រចៀកសដូចមន់ស្គួយនេះអាមនុស្សត្រចៀកសហ្នឹងគ្មានមិត្តភាពច្បាស់លាស់ឯងញោមណាបានទេហើយអាលឺពីណាថាអីក៏ដោយអាពាក្យសម្ដីខ្លះបើពាក្យនិយាយដើមគេទេដើរចេញទៅខ្ញុំគ្មានចំណេញទេមិនដាច់ជាប់គុកជាមួយគេដែរមនុស្សខ្លាំងជាប់គុកដោយសារមាត់ស៊ីបាយរត់បានលេខ8ហ្នឹងណាខ្នោះលេខ8ខ្នោះលេខម៉ាខ្នោះលេខ8ហើយស៊ីបាយរត់ចូលគុកហ្នឹងឯងហ្នឹងគ្រោះថ្នាក់ដោយសារមាត់ត្រីក៏ភ្លៀងងាប់ដោយសារមាត់ហ្នឹងជិបមកសម្លាញ់ខ្ទេចឃើញទេអញ្ចឹងធ្វើជាមនុស្សមិនគប្បីប្រភ្លេចប្រភ្លោយទេបើឃើញគេសាមគ្គីគ្នាឃើញគេស្លាញ់គ្នាហើយគប្បីចេះត្រេកអរទៅបើយើងនឹងឯងវាមិនចេះសាមគ្គីគ្នាឯងទេឃើញគេចេះសាមគ្គីគូកុំចំណែនកុំញ៉ាំងចិត្តចំណែនឃើញគេស្រឡាញ់រាប់អានគ្នាហើយយើងកុំពលពាក្យបំបែកបំបាក់ហើយព្រោះការដែលពលពាក្យបំបែកបំបាក់នេះវាជាមហាបាបណាវាជាមហាបាបដ៏ធ្ងន់ណាប់បានទេចឹងញាតិញោមយត់ចោលហើយទី5មច្ឆេរៈ
វិនិយាយិតតាំងប្រកបឧបាយជាគ្រឿងរារាំងមច្ឆរយៈសេចក្តីកំណាញ់ណែការរស់នៅមិនត្រូវកំណាញ់ពេកទេណាញោមណាដាក់បានទេញោមហ្នឹងហើយកុំមកពេលខ្លះរឿងដើរលេងហ្នឹងវាឡើងធូរដកឲ្យគ្នាទៅ 20000 ឲ្យច្រើនម្លេះជួនកាលពេលខ្លះអាត្មាចូលកន្លែងការ៉ាសាំងអីហ្នឹងចូលឆាន់ចង្ហាន់ទៅជួនកាលឲ្យលុយឲ្យកាក់គេទៅវាមិនមានទេរឿងជីវិតលោកសង្ឃវាគ្មានទៅហឺហាទេមិនដឹងលោកណាមានមិនដឹងណាអាត្មាគ្មានមានទេប្រាប់ឲ្យជួនកាលឲ្យលុយសន្តិសុខ 10000 20000 ហ្នឹងអ្នកខ្លះគាត់ថាហីឲ្យច្រើនម្លេះ 10000 20000 ហ្នឹងឲ្យតែ 1000 2000 បានហើយបានអាត្មាថាវាមិនដែរក្រសារ 10000 ទេមែនទេញោមមនុស្សអាត្មាមិនដែរឃើញនេះឲ្យទៀនឲ្យក្រទេតែមនុស្សអត់គំនិតទៅជាក្រពិតប្រាកដតែអត់គំនិតក្រឃើញទេហើយពេលខ្លះអាត្មាអាសូរចាញោមមានឡានជិះតែអាត្មាអត់មានឡានទេណាជួលគេមកឲ្យប្រាប់ឲ្យលឺអញ្ចឹងតែអាត្មាមានឡានរឿងឡើយជិះជួលឡានគេមករាល់ថ្ងៃហ្នឹងមានឡានជិះផឹកសិតតែខ្វេប្រេនមិនមែនថាឲ្យអ្នកណាក៏ដោយតែអញ្ចឹងស្ដាប់ឲ្យកែខ្លួនជិះឡានតម្លៃថ្លៃចូលផឹកសិតតែកាហ្វេប្រេនទិញរបស់ប្រើប្រាស់ល្អចុះសន្តិសុខអ្នកដែលជួយយាមកន្លែងជាមឡានឲ្យយើងចង្អុលបង្ហាញប្រាប់ផ្លូវឲ្យយើងចេញចេះចូលចេះនេះយើងឲ្យត្រឹម 10000 ក្រយើងអត់ញោមក្រទេអត់ទេហេគេចេះត្បិតត្បៀតមិនជួលណាអូខេអស់ច្រើន 10000 20000 ច្រើនបណ្ណាទៅមែនទេនាំដល់ដំណើរកំសាន្តទៅលេងនេះលេងនោះអ្នកខ្លះលេងលបែងអស់រាប់សិបម៉ឺនដុល្លារចូលអាកាស៊ីណូផឹកស៊ីម្ដងប៉ាវគេជួលនេះជួលនោះអស់រាប់រយដុល្លារហើយត្រូវមក20000 10000 20000ឲ្យគេប៉ុណ្្នឹងវាទៅក្រលហាមិនណាសាលុយ 20000 ហ្នឹងមែនញោមហេត្បិតត្បៀតចឹងវាមានតែមានណារឿង 10000 ហ្នឹងទេជឿអាត្មាទៅឲ្យប៉ុណ្្នឹងយើងឲ្យយើងមើលសមត្ថភាពយើងដែរតែបើយើងក្រអត់មែនទេវាមានត្រឹមតែ 10000 អាហ្នឹងយើងគូលះបង់ត្រឹម 2000 1000យើងអាចឲ្យបានតែបើយើងមានលុយដល់ថ្នាក់រាប់សិបលានរៀលឬក៏រាប់សិបម៉ឺនដុល្លារនៅក្នុងខ្លួននៅក្នុងផ្ទះនៅធនាគារហើយត្រឹម 10000 ខ្មែរ 20000 ខ្មែរវាមិនក្រទេថែមទាំងអាចបង្រៀនចិត្តយើងឲ្យរៀនលះបង់ហើយថែមទាំងបានជាគំរូល្អមនុស្សនៅជុំវិញខ្លួនទៀតផងមែនទេញោមមនុស្សខ្លះមានណាឡានក៏ថ្លៃផ្ទះក៏ធំក៏ប៉ុន្តែវាក្រអាចិត្តឲ្យនឹងទៅហ្មងផឹកស្រាមួយកេះ 4-5 ម៉ឺនមក10លេង 3-4000 ដុល្លារ 10000 ដុល្លារក៏មានដែរធូរណាស់គេលោកម្ដងរៀងតឹងមកផ្អឹសចង់ថាទេនិយាយអញ្ចឹងថាអាត្មានឹងចង់បានលុយណាតែទាំងអស់គ្នាអញ្ចឹងមកសង្កេតឃើញអញ្ចឹងមែនទេអាហ្នឹងវាជាបញ្ហាមួយដែលយើងត្រូវគិតថាចឹងមកថាមានលុយមានកាក់ហើយមានទ្រព្យសម្បត្តិហើយក៏រៀនឲ្យទៀនមិនមែនបខំឲ្យទេណាគេថារៀនក៏បីលះឲ្យទៀនពីព្រោះអីដែលអ្វីដែលយើងអាចយកទៅបានវាមិនមែនជាទ្រព្យសម្បត្តិដែលយើងមានទេយកសាក់ទូនាទីមុខមាត់លុយកាក់អីកែវមាសពេជ្រអីទាំងអស់ប្តីស្រីអីទាំងអស់ហ្នឹងมันអាចយកទៅបានទេតែអ្វីដែលយកទៅបានហ្នឹងគឺបុណ្យកុសលហ្នឹងឯងបញ្ញានិបរលោកកាស្មឹងបតតហោនទេបានហ្នឹងបុណ្យហ្នឹងគឺជាទីពឹងរបស់សត្វទាំងឡាយក្នុងបរលោកបុណ្យហ្នឹងគឺជាចំណាយសេចក្តីល្អអាចិត្តសង្គ្រោះចិត្តចង់ឲ្យឃើញគេលំបាកយើងឲ្យយើងជួហ្នឹងអាហ្នឹងហើយជាបុណ្យនោះដាក់បានទេញោមបន្តិចទៅវត្តធ្វើលបងអញប៉ុណ្ណាណៃមិនស្គាល់អីថាបុណ្យចោះពេលខ្លះវាមិនមែនបុណ្យទេសារលោកប៉ិនបញ្ជោផងក៏មិនដឹងអាចារ្យប៉ិនបញ្ជោផងមិនដឹងយកទៅចូលទៅពេលខ្លះវាមិនមែនជាបុណ្យគេបញ្ជោតែបើថាអាទូបុណ្យហ្នឹងគេថាចិត្តហ្នឹងជ្រះថ្លាតែម្ដងចិត្តហ្នឹងជ្រះថ្លាហត់ចាំបាច់ត្រូវគេបញ្ជោអីអាទូនៃកុសលប្រកបដោយញាណសម្បយុទ្ធវាប្រកបដោយបញ្ញានេះវាមិនចាំបាច់ត្រូវណាបញ្ជោហើយអាត្មារាល់ថ្ងៃធ្វើអីក៏ដោយអាត្មាមិនដែលប្រកាសថាញោមមកឲ្យធ្វើអានេះមួយអាត្មាទៅណាបានបុណ្យប៉ុណ្ណេះអត់និយាយទេប្រកាសដែរប្រាប់ដែរថាឥឡូវអាត្មាធ្វើអញ្ចេះដូចជាកសាងបលាំងបកែវមរកតអីជាដើមឲ្យធ្វើជីវោទ្រង់គ្រឿងប្រាក់សុទ្ធជាលក់មាសតម្កល់បកែវមរកតហ្នឹងឲ្យជាងគេធ្វើនៅអរិយក្សត្រហ្នឹងអត់មានប្រកាសថាអូញោមហើយណាញោមឯងបូជាព្រះទៅបានអានិសង្ឃចេះអត់និយាយបញ្ជោអញ្ចឹងទេអ្នកជ្រះថ្លាហើយចូលមកហើយជឿជាក់ពិសេសចាំចូលមកបញ្ជាក់អញ្ចឹងទៀតលោអញ្ចឹងទៀតលោកហ្នឹងជឿជាក់អាត្មាហើយចាំចូលតែបើថាមិនជឿជាក់ទេតិចលោកទុកចាយទៅមិនចូលទេនឹងប្រាប់ប្រកាសសានអញ្ចឹងហើយឥឡូវពងឲ្យជាងគេធ្វើនៅអរិយក្សត្រហ្នឹងប្រកោតហ្នឹងមានម្ចាស់សទ្ធា
អត់មានថាញោមមកជួយអាត្មាផងមកពោលដែរពោលណាញោមក៏នៅរតនគិរីហ្នឹងកោតហ្នឹង 5000 ចូលប្រសរុបទៅវាជួ5000នៅកោតហ្នឹងទាំងត្បូងទាំងអីទាំងអស់ហ្នឹងទៀតផងវាច្រើនលើសនឹងទៀតអាត្មាគាត់ក៏សួរថាបើព្រះអង្គមានកសាងអីធ្វើអីប្រាប់កណាផងកណានឹងចូលរួមបានបាទអាក៏ពោលថាអាត្មានៅកោតមួយកោតហ្នឹងវាថ្លៃដែរឡើង3 4 5 3ថា 3500ឯកាលហ្នឹងដល់ពេលយើងធ្វើវាធំអីច្រើនទៅក៏អស់ច្រើនទៅបានមកថាប្រាប់គាត់ទៅគាត់ថាអត់អីកណាចូលអញ្ចឹងកោតមួយគាត់ចូលទៅត្រូវបូជាតម្កល់ព្រះបរមសារីរិកធាតុហើយអង្គុយនៅឃើញហ្នឹងបកកែមរកតមួយទៀតចង់បានដល់បានកែវមរកតទៅញោមម្នាក់គាត់ជ្រះថ្លាប្រាប់ដំណឹងគាត់ទៅមិនមែនឲ្យគាត់ចូលទេប្រាប់ដំណឹងគាត់ទៅគាត់ក៏ជ្រះថ្លាទៅគាត់ក៏សុំចូលដល់ចូលបានព្រះនៅបលាំងឥឡូវបងឲ្យគេធ្វើបលាំងហើយនឹងជីវោប្រាក់ហ្នឹងមិនទាន់បានឲ្យតែជួបព្រះផ្ញើគេហើយហ្នឹងឯងហើយអត់មានបញ្ចុះថាខ្ញុំឯងធ្វើកសាងព្រះទៅបានអានដូចសោះអត់និយាយអញ្ចឹងទេអ្នកជ្រះថ្លាប៉ុណ្ណាចូលប៉ុណ្ណឹងចុះអញ្ចឹងមកថាទូប៉ុនចង់ឃើញអ្នកដែលធ្វើចេញពីចិត្តអាត្មាអត់ចង់ឲ្យញាតិញោមមកចូលរួមជាមួយអាត្មាឬក៏ចូលរួមបុគ្គលណាមួយដោយគេបញ្ចោទេមនុស្សតែស៊ីចូលអស់ហើយមែនញោមអញ្ចឹងមានបញ្ញាថាខ្លួនឯងអាចមានសមត្ថភាពចូលបានប៉ុណ្ណាធ្វើប៉ុណ្ណឹងទៅកុំឲ្យទៅគេបញ្ចោបានធ្វើមនុស្សអញ្ចឹងចូលគេបោកបានណាមនុស្សទៅចូលគេបោកបានហើយញោមមើលគេខ្ចីលុយឲ្យគេអត់សងសាររឿងចូលហ្នឹងតាមុនដំបូងគេទៅសើបងឯងចេះស៊ីចូលឲ្យទៅឲ្យខ្វាំងមិនអីទេមិនមានស្នាមអីដល់ពេលអត់លុយទៅទាគេថាខ្ញុំបានខ្ចីផងអីណាกระดาษស្នាមនេះអាហ្នឹងជាបញ្ហានៅក្នុងសង្គមយើងនេះអាហ្នឹងត្រូវជ្រាបនៅក្នុងសេចក្តីនឹងអញ្ចឹងបកមកវិញកុំឲ្យវិញឆ្ងាយឲ្យឆាប់ចប់បន្តិចឥឡូវដល់ទី5ហើយឥឡូវដល់ទី6សច្ចៈគឺតាំងនៅក្នុងធម៌ជាសច្ចៈគឺថាគប្បីពោលនៅពាក្យសច្ចៈកុំជាមនុស្សពោលពាក្យបាតដៃខ្នងដៃឲ្យសោះញោមចូលចិត្តទេអាមនុស្សកលិចកលុចនឹងចូលចិត្តដែរស្អប់ដល់កណត់ហើយអ្នកបាត់ថាស្អប់ដល់កណត់ហើយភាសាគ្រីមភាសាមនុស្សដែលពោលពាក្យសម្ដីកលិចកលុចនេះមិនគូឲ្យរាប់អានទេពាក្យថាមិនគូឲ្យរាប់អានមិនមែនថាទៅស្អប់ទេណាកុំស្អប់មិនមែនញ៉ាំងចិត្តឲ្យស្អប់ទេពាក្យថាមិនគូរាប់អានមិនថាមិនគូក៏បីទៅចិត្តមិនគូក៏បីសែបគប់ទេហើយតែសែបគប់ហើយយើងច្រើនតែខូចចិត្តព្រោះអីនេះពោលពាក្យមិនពិតម្ដងចេះម្ដងចោះមនុស្សកលិចកលុចចឹងមិនគូឲ្យរាប់អានទេដាក់បានទេញោមហ្នឹងហើយហើយបើយើងមិនចូលចិត្តឲ្យគេកលេចក្លុចជាមួយយើងទេយើងមិនចង់ឲ្យអ្នកដទៃកលេចក្លុចជាមួយយើងទេទាំងយើងក៏កុំកលេចក្លុចជាមួយនឹងគេដាក់បានទេកូនចៅប្រុសស្រីក៏ចឹងដែរបើចង់ឲ្យកូននឹងល្អកុំកលេចក្លុចជាមួយនឹងកូនកុំកុហកច្រើនពេកណាដាក់បានទេបងណាកុំកុហកកូនច្រើនពេកហើយការដែលកុហកកូនហ្នឹងយូរទៅកូនវាដឹងទៅកុហកតាមហ្នឹងម៉ែខ្ញុំកុហកចឹងដែរខ្ញុំតាមម៉ែខ្ញុំសិនហើយចាប់ដើមស៊ូហើយកាត់ទៅរកពីណាគេហ៎បើកូនវាខលខ្ញុំកាត់ទៅរកម៉ែឯងហ្នឹងឯងអាហ្នឹងបញ្ហាហ្នឹងវាអញ្ចឹងគាត់បីជាអ្នកពោលនៅពាក្យសច្ចៈពិតទីងត្រង់កុំក្រឡេកក្រឡុចហ្នឹងទី6ទី7កោធាភិណាកោធាភិធុងគេថាក្របសង្កត់សេចក្តីក្រោតទុកបានកុំចេះតែខឹងច្រើនពេកកុំសូវមូម៉ៅច្រើនពេករឿងខ្លះអាចអត់បានអត់ទៅរឿងខ្លះបើថាវាមិនអាចគូនិយាយកុំនិយាយអាចទៅជេរជោចហ្នឹងវាចង់ទៅរឿងណាហើយនឹងអត់ប្រយោជន៍ហ្នឹងណាខំប្រឹងទៅជោចសំដីតិចសំដីច្រើនដូចអាត្មាថាអញ្ចឹងដូចថាពេលដែលយើងខឹងក្រោតហើយយើងពោលទៅអាសំដីល្អក៏អាក្រក់ញោមអាក្រក់ហ្នឹងឯងហើយតែយើងជាម៉ែជាឪគេជាគ្រូគេថាសំដីមិនល្អហើយអាត្រឡប់អាក្រក់វាកាត់ទៅតាមណាកូនចៅកូនសិស្សកូននេះកាត់តាមណាកាត់តាមម៉ែឯងឪឯងហ្នឹងឯងមែនទេហ្នឹងឯងតែពេលខ្លះយើងចង់បានកូនល្អដើម្បីចង់បានកូនល្អទាល់តែបរិបត្តិនៃការរស់នៅក្នុងសង្គមហ្នឹងសម្បូរមនុស្សល្អផងដែរដំបងផុតសង្គមគ្រួសារគឺផ្ដើមពីម៉ែឪហ្នឹងឯងដាក់បានទេខ្ញុំណាបើម៉ែឪមានសម្ដីល្អនិយាយជាមួយកូនចៅមានពួកពាក្យពីរោះពីសាកូនហ្នឹងក៏វាឆ្លងពូជតាមយើងចឹងដែរមែនទេញោមឲ្យវាសមនឹងពាក្យថាដើមស្លឹកឈើវាជ្រុះមិនឆ្ងាយពីគល់ហ្នឹងហើយអាឆ្ងាយពីគល់ក្នុងទីនេះបើសិនជាគល់នឹងវាល្អហើយវាជ្រុះមិនឆ្ងាយមែននឹងឯងដើមឈើពូជណាដល់មកពូជនឹងឯងចង់បញ្ជាក់អញ្ចឹងរៀនគ្របសង្កត់សេចក្តីក្រោតរឿងខ្លះដែលយើងខឹងក្រោតចាស់ដោយសារអីដោយសារតែអារឿងប៉ិនទឹះនឹងឯងចាស់ប៉ិនខឹងហើយចាស់ចឹងមិនថាចាស់ប៉ិនងោណាបើកូនចៅប្រុសស្រីខ្លះចិត្តស្រាលចិត្តធ្ងន់ទៅអូយធុញងាប់បើតែបើកូនចៅយល់ដឹងដល់ទឹកចិត្តមេដាបេដាតែម្ដងលេងសូវខឹងច្រើនណា
ព្រោះអីអ្នកដែលខឹងច្រើនគឺមកពីមិនបានតាមចិត្តចង់មែនទេញោមណាចាស់ចាស់ប៉ិនខឹងដោយសារអីពេលខ្លះគាត់ប្រើឲ្យធ្វើអីមួយចឹងយើងជាកូនវារៀងស្ពឹកចាំតិចសិនម៉ែឲ្យលឿនតិចមើលចាំតិចសិនម៉ែម៉ែនោះទុំបាត់ដាក់ឯងមកប្រាវចឹងទៅត្រង់កតុយឆ្កើទៅអាហ្នឹងវាចឹងដែរអញ្ចឹងរឿងសេចក្តីក្រោធនេះអ្នកដែលខឹងច្រើនដោយសារអីដោយសារតែជាអ្នកដែលមាននៅគេហៅថាការទឹះច្រើនតណាសេចក្តីទុកមានប៉ុណ្ណឹងអញ្ចឹងបើថារឿងរ៉ាវខ្លះវាខឹងដែរប៉ុន្តែបើអាចទប់បានទប់ខ្លះទៅណាបងណាប្រហើយអញ្ចឹងទៅឲ្យវាធូរស្រាលអញ្ចឹងទៅដាប់បានទេញោមអនុមោទនី